តតែពេលឃើញអតិថិភរិយាទើបនាយកប្រតិបត្តិដឹងខ្លួនថាប្រពន្ធរបស់គាត់ដែលបានស្លាប់កាលពី8ឆ្នាំមុននៅមានជីវិតអ្វីដែលគាត់មិនដឹងនោះគឺនាងពិតជាបានស្លាប់អំឡុងពេលសម្រាលកូនកាលពីពេលនោះមែនប៉ុន្តែដោយសារតែកំហឹងដ៏ក្តៅគប់របស់នាងបានបង្កភាពចលាចលនៅក្នុងពិភពក្រោមដីហើយគ្មាននរណាម្នាក់ហ៊ានរញ៉េញ៉ៃជាមួយនាងទាមទារឲ្យស្ដេចនៃពិភពក្រោមដីរៀបចំគ្រួសារអ្នកមានសម្រាប់ជីវិតបន្ទាប់របស់នាងប៉ុន្តែគាត់ប្រាប់នាងថាជោគវាសនាបានកំណត់នាងឲ្យធ្លាក់ចូលទៅក្នុងផ្លូវទាបរួចទៅហើយដោយសារតែកូនប្រុសរបស់នាងនៅក្នុងពិភពមនុស្សបានធ្វើខុសច្រើនពេកហើយកម្មទាំងអស់នោះត្រូវបានរាប់បញ្ចូលលើនាងដើម្បីជួយនាងឲ្យចាប់ជាតិឆាប់គាត់បានផ្ដល់ឲ្យនាងនៅនិមិត្តសញ្ញាមួយដើម្បីត្រឡប់ទៅពិភពមនុស្សវិញហើយប្រាប់នាងឲ្យណែនាំកូនប្រុសរបស់នាងឲ្យដើរលើផ្លូវត្រូវវិញឬបែបនេះនាងញ័រខ្លួនដោយកំហឹងដោយប្រាជ្ញាថានឹងដោះស្រាយបញ្ហាជាមួយបុរសដែលបំផ្លាញកូនប្រុសរបស់នាងមុនពេលគាត់និយាយចប់នាងក៏បាត់ពីពិភពក្រោមដីដោយផ្លាស់ទីយ៉ាងលឿននាងបើកភ្នែកឡើងហើយចុះចតនៅខាងក្នុងទូខោអាវរបស់នាងងាកក្បាលទៅនាងឃើញកូនប្រុសជាទីស្រឡាញ់របស់នាងកំពុងញាប់ញ័រនិងលាក់ខ្លួនក្នុងទូភ្នែករបស់នាងសម្លឹងទៅលើដៃដ៏ស្ដាងរបស់ក្មេងប្រុសដែលពោពេញដោយស្នាមនិងរបួសនាងប្រញាប់ទាញគាត់ចេញពីទូពេលនោះរូបថតមួយសន្លឹកក៏របូតចេញពីសម្លៀកបំពាក់របស់ក្មេងប្រុសវាជារូបថតរបស់នាងនឹងនាយកប្រតិបត្តិការពី10ឆ្នាំមុនក្មេងប្រុសក៏ចំណាំនាងបានដែរថាជាម្ដាយនៅក្នុងរូបថតប៉ុន្តែគាត់មិនហ៊ានទទួលស្គាល់ទេព្រោះរាល់ពេលដែលគាត់មើលរូបថតហើយនឹកម្ដាយរបស់គាត់ម្ដាយចុងដ៏ខូខើនោះនឹងដាក់ទណ្ឌកម្មគាត់យ៉ាងធ្ងន់ធ្ងរដូច្នេះទោះបីជាគាត់ដឹងថាស្ត្រីម្នាក់នេះជាម្ដាយរបស់គាត់ក៏ដោយគាត់ក៏ដួលទៅលើដីយកដៃបិទក្បាលហើយយំឃើញកូនប្រុសភ័យខ្លាចយ៉ាងនេះនាងខំថ្មិញដោយកំហឹងនាងមិននឹកស្មានថាភ្លាមបន្ទាប់ពីនាងស្លាប់បាត់ទៅបុរសនោះបាននាំម្ដាយចុងដ៏សាហាវម្នាក់មកពេលនោះស្ត្រីដែលមានល្បិចក៏ដើរចូលមកកាន់បន្ទាត់ដូចជានាងមានការងារត្រូវធ្វើពេលនាងឃើញស្ត្រីនោះនាងក៏ស្រឡាំងកាំងក្មេងប្រុសប្រញាប់អង្វរនាងឲ្យនាំគាត់ចេញទៅពេលស្ត្រីនោះឬគាត់ហៅនាងថាម៉ាក់នាងលើកដៃឡើងដើម្បីវាយប៉ុន្តែត្រូវដួលដោយសារការទាត់ទៅវិញនាងស្រែកថានាងជាស្ត្រីវ័យក្មេងនៃគ្រួសារនិងជាអនាគតម្ចាស់ផ្ទះនេះប៉ុន្តែបែរជាត្រូវស្ត្រីនោះវាយដំយ៉ាងចាស់តែម្ដងទៀតនាងបញ្ចេញការឈឺចាប់ទាំងអស់ដែលកូនប្រុសរបស់នាងបានរងទុក្ខជាច្រើនឆ្នាំទៅលើស្ត្រីដែលមានល្បិចកនោះហើយនៅតែរំលឹកកូនប្រុសរបស់នាងកុំឲ្យវាមនុស្សផ្ទះផ្ដាស់ប៉ុន្តែប្រសិនបើនរណាម្នាក់ហ៊ានសម្លុតកូននោះគឺជារឿងមួយផ្សេងទៀតអ្វីដែលនាងមិនដឹងនោះគឺនាយកប្រតិបត្តិតែងតែនឹកនាងជានិច្ចកាលនោះនាងបានស្លាប់បន្ទាប់ពីសម្រាលកូនរួចហើយគាត់មិនដែលបំភ្លេចការបាត់បង់នាងឡើយសូម្បីតែថ្ងៃនេះដែលជាថ្ងៃទី865ចាប់តាំងពីនាងចាក់ចេញទៅគាត់នៅចាំយ៉ាងច្បាស់ឥឡូវនេះគាត់មានជំងឺធ្ងន់ធ្ងរទៅហើយបំណងប្រាថ្នាតែមួយគត់របស់គាត់គឺចង់ចាក់ចេញពីពិភពលោកនេះឲ្យបានឆាប់ដើម្បីគាត់អាចជួបប្រពន្ធរបស់គាត់ម្ដងទៀតពេលនោះស្ត្រីដែលមានល្បិចក៏ទូរស័ព្ទទៅគាត់យំនឹងត្អូញត្អែដោយនិយាយថាមានស្ត្រីឈ្គួតម្នាក់បានសម្រុកចូលក្នុងផ្ទះហើយធ្វើពុតជាម្ដាយរបស់ក្មេងប្រុសនាយកប្រតិបត្តិខឹងភ្លាមដោយគិតថាវាគ្រាន់តែជាអ្នកជីកមាសម្នាក់ទៀតដែលបានវះកាត់កែសម្ផស្សឲ្យមើលទៅដូចប្រពន្ធរបស់គាត់ចាប់អាវធំរបស់គាត់ហើយប្រញាប់ទៅផ្ទះស្ត្រីនោះសម្លឹងមើលស្ថានភាពរស់នៅរបស់កូនប្រុសនាងសូម្បីតែទឹកនៅក្នុងបន្ទប់ទឹកក៏គ្មានដែរកន្សែងពុះគោក៏ខ្វក់សូម្បីតែសាប៊ូកក់សក់ក៏ជាប្រភេទការពារសក់ជ្រុះសម្រាប់មនុស្សធំដែរឃើញបែបនេះធ្វើឲ្យនាងកាន់តែខឹងពេលនាងសួរកូនប្រុសនាងស្ត្រីដែលមានល្បិចក៏ដើរចូលមកជាមួយអ្នកបម្រើដោយនិយាយថានាងនឹងបង្រៀនមេរៀនដល់ជនបោកប្រាស់នេះជំនួសនាយកប្រតិបត្តិស្ត្រីនោះកំពុងតែទប់កំហឹងរួចទៅហើយហៀបនឹងធ្វើសកម្មភាពពេលអ្នកបម្រើចាស់ចំណាំនាងបានភ្លាមគាត់ក៏លុតជង្គង់ចុះបន្ទាប់មកគាត់ប្រាប់នាងថាតាំងពីនាងចាក់ចេញទៅចៅហ្វាយវ័យក្មេងមិនដែលមានថ្ងៃល្អសូម្បីតែមួយថ្ងៃនាយកប្រតិបត្តិជឿទុកចិត្តលើការណែនាំរបស់អ្នកដទៃហើយបាននាំស្ត្រីដ៏សាហាវនេះមកផ្ទះធ្វើជាគ្រូបង្រៀនរបស់ក្មេងប្រុសនាង